បាទកុំចង់លយកុំចង់ប្រើមុនគេប្រយ័ត្នទិញហើយស្ដាយក្រោយអាហ្នឹងបើសិនជាយើងអ្នកមានលុយយើងទិញទៅវាមិនអីទេប៉ុន្តែបើសិនជាយើងអត់លុយទេយើងកុំទិញរបស់អីដែលចេញមកភ្លាមមានន័យថាអាវ៉ាន់ហ្នឹងវាអត់ទាន់មានទីផ្សារយើងនៅក្នុងទីផ្សារយើងទេវាទៅចេញដំបូងជាក់ស្ដែងដូចជាពពុះ RTX 5សេរីនេះបើសិនជាយើងទិញទៅវាមានបញ្ហាឆេះអីអាហ្នឹងគឺនៅស្រុកខ្មែរយើងគឺគេអត់ refund លុយឲ្យយើងទេគឺយើងអ្នកទទួលខុសត្រូវខ្លួនឯងបាទតើតើទៅនឹង laptop ដូចគ្នាបើសិនជា laptop ហ្នឹងវាទៅចូលមកក្នុងទីផ្សារ brand មួយហ្នឹងវាអត់ធ្លាប់មាននៅក្នុងស្រុកខ្មែរយើងទេយើងអត់គួរទិញទេដោយសារតែយើងទិញទៅគឺទី1គឺយើងពិបាករកជាមួយនឹងគ្រឿងបន្លាស់ទី2យើងអត់ដឹងថា brand ហ្នឹងឈរជើងបានយូរប៉ុណ្ណាទេកាលណាតែវាមានបញ្ហាអីវាខូចអីគឺយើងអត់អាចទៅរកជាងឲ្យគាត់ជួយបានហើយមួយទៀតគឺយើងអត់ទាន់ដឹងពីគុណភាពរបស់វាអត់ទាន់មាន feedback ពីអ្នកដែលគាត់ធ្លាប់ប្រើពីមុនអញ្ចឹងយើងអត់ដឹងថាវាល្អកម្រិតណាទេដូច្នេះយើងចាំមើលឲ្យគេទិញប្រើសិនទៅចាំយើងដឹងថាគុណសម្បត្តិវាល្អគុណភាពវាល្អចាំយើងទិញប្រើតាមក្រោយក៏វាមិនយឺតពេលដែរយើងគួរតែទិញ brand ចាស់ដែលធ្លាប់ដើរពីមុនមកព្រោះថា brand ចាស់គឺគេឈរជើងមកយូរមានន័យថាគុណភាពរបស់គេគឺល្អហើយទើបគេអាចឈរជើងបានបើសិនជាយើងបញ្ញាប់ទិញបញ្ញាប់ប្រើចង់លុយជាងគេថាបានប្រើមុនគេអាហ្នឹងគឺយើងខុសហើយព្រោះថាបើសិនជាយើងមានលុយយើងទិញទៅខូចយើងទិញទៀតទៅប៉ុន្តែបើសិនជាយើងអត់សូវមានលុយទេតែយើងទិញទៅខូចគឺចប់ហើយគឺយើងចោលលុយអាហ្នឹងគឺអញ្ចឹងចាក់ស្ដែងមានជាមួយនឹង model មួយចំនួនដែលវាចេញមកគឺគេផលិតមកដូចជា fail product អញ្ចឹងគឺនៅពេលដែលទិញប្រើទៅគឺវាមានបញ្ហាច្រើនអាហ្នឹងតើតើពួកស៊េរី first generation ណាអាហ្នឹងមិនថាតែអាវ៉ាន់អីទេមិនថាតាឡានមិនថាតែម៉ូតូអីទេយើងមើលគេសិនទៅយើងកុំទិញមុនគេអីចាំឲ្យមានអ្នកប្រើបានមួយចំនួនសិនឲ្យគេនិយាយពីចាក់ស្ដែងដូចមួយរយៈពេលហ្នឹងគឺមានម៉ូតូខ្លះក៏មានបញ្ហាដែរលក្ខណៈថាម៉ូតូទិញហើយគឺវាមានបញ្ហាជាមួយនឹងគ្រឿងបន្លាស់ទិញហើយគឺវាឆាប់ខូចឆាប់រោអីចឹងទៅអូខេអរគុណច្រើនអ្នកនរគ្នាអញ្ចឹងមុននឹងទិញគឺយើងកុំទិញមុនគេអីរបស់អីក៏ដោយ brand អីក៏ដោយគឺយើងមើលគេមើលឯងសិនបើសិនជាសាប៊ូគេប្រើចាំយើងទិញប្រើដែរអាហ្នឹងមានន័យថារបស់ហ្នឹងវាល្អហើយមិនគេប្រើច្រើនបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ